ជំរាបសួរសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំសាការ៉ាសាកាមីជីថ្ងៃនេះខ្ញុំនឹងមកសម្រាយអនិមេថ្មីមួយរឿងទៀតហើយជូនអ្នកទាំងអស់គ្នាស្ដាប់ដែលរឿងនោះដែរគឺមានចំណងជើងថា Mob Psycho 100 រឿងនេះដែរត្រូវបានសរសេរដោយអ្នកនិពន្ធតែម្នាក់ជាមួយនឹងរឿង One Punch Man ហើយបើយើងមើលទៅលើតួអង្គវិញក៏ស្រដៀងគ្នាដែរហើយរឿងនេះដែរគឺនិយាយអំពីក្មេងប្រុសម្នាក់ដែលមានថាមពលកម្លាំងចិត្តសាស្ត្រតាំងពីកំណើតមកហើយកម្លាំងនោះដែរគឺប្រែប្រួលទៅតាមស្ថានភាពដែលគាត់បានជួបប្រទះនិយាយទៅគឺគាត់អត់ទាន់អាចគ្រប់គ្រងកម្លាំងរបស់គាត់នឹងបាន 100% ទេមុននឹងចូលទៅស្ដាប់សាច់រឿងពេញអ្នកមានក៏សូមអ្នកទាំងអស់គ្នាជួយចុច Subscribe ដាក់រូបកណ្ដឹងជាមុនសិនរួចហើយតោះយើងទៅចូលទស្សនាទាំងអស់គ្នាការពីដើមឡើយគឺមានពពួកអមនុស្សឬពពួកវិញ្ញាណអាក្រក់ជាច្រើនតែធ្វើឲ្យពិភពលោកនឹងមានចលាចលហើយសប្តាហ៍ថ្ងៃនេះយើងក៏មិនទាន់មានអ្នកវិទ្យាសាស្ត្រណាដែលអាចបកស្រាយអំពីបញ្ហានឹងបានទេទោះបីជាអញ្ចឹងក៏ដោយក៏យើងនៅមានក្រុមមនុស្សដែលអាចបណ្ដេញឬកម្ចាត់ពួកទាំងអស់នោះដូចគ្នាហើយពួកគេទាំងអស់នោះត្រូវបានគេហៅថា Psychic ហើយបើនិយាយខ្មែរសួរស្ដាប់ទៅគឺគ្រូចាប់ខ្មោចហ្នឹងហើយរីចិនគឺជាគ្រូបណ្ដេញវិញ្ញាណម្នាក់ថ្ងៃនេះមាននារីម្នាក់មករកគាត់ដល់ office ដើម្បីឲ្យគាត់នឹងជួយនាងគ្រូខ្មោចគេមានសិតតែ office ធំត្រូវមិនលំទេណារីចិនក៏បានយល់ព្រមហើយនិយាយទាំងមានទំនុកចិត្តថាកុំភ័យដេកចាំតែព្រួយទៅបន្ទាប់មកគាត់ក៏បាននិយាយថ្លៃឈ្នួលជាមួយនឹងនារីម្នាក់នឹងឡើងយូរពេលហ្នឹងសង្សារនារីម្នាក់នឹងក៏បាននិយាយថាចំលោកគ្រូឯងបោកទេអីមិនតាន់បានចាប់ខ្មោចបានផងទាលុយមុនហើយរីចិនក៏បាននិយាយថាអត់ឲ្យលុយខ្លះទិញរបស់ចាប់ខ្មោចទេអីបន្ទាប់មកពួកគេក៏បានទៅដល់អគារដែលកើតហេតុនារីម្នាក់នោះបាននិយាយថានៅកន្លែងនឹងមានខ្មោចហើយវាបានមកលងបន្លាចនាងនៅក្នុងសុបិនរឿងរាល់យប់អត់បានដេកទេមើលឡើងបក់សម្រាប់អស់ហើយហេចែមកគាត់ស្រាប់សោះនឹងមកបន្ទោខ្មោចចាយនឹងក៏បានបន្តថាព្រលឹងខ្មោចម្នាក់នោះគឺជាបុរសម្នាក់ដែលគាត់នឹងបានលោតពីលើផ្ទះធ្លាក់បាក់កស្លាប់គឺដោយសារតែគាត់នឹងភ័យខ្លាំងពេកនៅពេលដែលគាត់នឹងបានឃើញសត្វកលាតសាមហ្មងដូចខ្វះរឿងងាប់ដោយសារកលាតអីណាភ្លាមនោះដែររីចិនគាត់ក៏បានទទួលអារម្មណ៍ថាមានអ្វីម្យ៉ាងកំពុងតែនៅចិត្តគាត់ហើយវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ដល់ពេលរីចិនគាត់មើលទៅក្រោមគាត់ក៏បានឃើញកលាតសោះចៅបាយគ្រូចាប់ខ្មោចខ្លាចកលាតដែរពេលនោះដែរវិញ្ញាណខ្មោចនោះក៏បានបង្ហាញខ្លួនឲ្យពួកគេនឹងបានឃើញរីចិនឃើញអញ្ចឹងគាត់ក៏បានបាញ់អំបិលដាក់ខ្មោចនោះប៉ុន្តែវាដូចខ្លាចអំបិលសោះចៅបាយអាប៉ែនោះថាបោកមែនរីចិនដែលឃើញថាខ្មោចនឹងអត់ខ្លាចអញ្ចឹងគាត់ក៏បានខលហៅម៉ប់ដែលត្រូវជាកូនសិស្សរបស់គាត់នឹងឲ្យមកកម្ចាត់ខ្មោចនោះហើយម៉ប់នឹងក៏ជាតួឯករបស់យើងនឹងឯងនៅពេលម៉ប់មកដល់គាត់ក៏បានប្រើធម៌ពលរបស់គាត់នឹងទៅកម្ចាត់ខ្មោចនោះរលាយបាត់ទៅលុះមកដល់ផ្ទះវិញពេលកំពុងញ៉ាំបាយដោយសារតែចំហាយធម៌ពលរបស់គាត់សល់ពីមុននឹងបានធ្វើឲ្យស្លាប់ព្រាដែលគាត់បានកាន់នឹងទុនដូចជាហួយអញ្ចឹងម៉ាក់គាត់បានឃើញអញ្ចឹងក៏អត់សូវសប្បាយចិត្តជាមួយគាត់ទេហើយប្រាប់ម៉ប់ឲ្យយកគំរូល្អតាមប្អូនរបស់គាត់ផងដែលប្អូនរបស់គាត់នឹងគឺជាសិស្សបកាយហើយប្រឡងបានបន្ទូលល្អរហូតមិនដូចម៉ប់ទេគិតតែពីហាត់ថាមពលស្អីអស់នឹងស្អែកឡើងពេលដើរទៅសាលាម៉ប់ក៏បានឃើញក្រាស់របស់គាត់ដែលមើលទៅថ្ងៃហ្នឹងនាងស្អាតប្លែកខុសធម្មតាហើយក្មេងស្រីម្នាក់នោះដែរគឺមានឈ្មោះថាស៊ូបូមីនៅក្នុងសាលាម៉ប់រៀនមិនសូវបកាយទេហើយរៀងលេងកីឡាវិញគឺ0ហ្មងអញ្ចឹងហើយពិបាកក្នុងការយកចិត្តស៊ូបូមីខ្លាំងណាស់ដោយហេតុនេះធ្វើឲ្យម៉ប់អត់ចូលរួមក្នុងក្រុមអ្នកចិត្តវិទ្យាទាំងខ្លួនឯងមានថាមពលនេះហើយបែរទៅជាចូលរួមក្នុងក្រុមអ្នកហាត់សាច់ដុំវិញហើយគាត់ធ្វើបែបនេះគឺដើម្បីចង់ទាក់ទាញមនុស្សដែលគាត់ស្រឡាញ់ដោយសារតែស៊ូបូមីនឹងគាត់អត់ចូលចិត្តអ្នកចេះថាមពលអីទេគឺគាត់ចូលចិត្តអ្នកពូកែលេងកីឡាហើយមានសាច់ដុំធំនេះពេលព្រឹកឡើងក្រុមអ្នកហាត់សាច់ដុំគេចាប់ផ្ដើមហាត់រត់ម៉ប់ក៏ខំប្រឹងរត់តាមពួកនឹងពីក្រោយដែរប៉ុន្តែរត់ឡើងស្លាប់មកហើយតែចង់ឲ្យក្រាស់ស្រឡាញ់ហើយមកផ្លាស់ប្ដូរខ្លួនឯងឃើញអត់វាវេទនាអញ្ចឹងមេក្រុមអ្នកហាត់រាងកាយក៏បានយកម៉ប់មកបន្ទប់ហើយបានឲ្យក្រុមអ្នកចិត្តសាស្ត្រនឹងជួយមើលម៉ប់ផងនៅពេលដែលម៉ប់ដឹងខ្លួនវិញមេក្រុមស្រីក៏ចង់ឃើញកម្លាំងរបស់ម៉ប់ថាម៉ប់នឹងគឺពិតជាមានថាមពលមែនអត់ម៉ប់ក៏បានប្រើធម៌ពលរបស់គាត់ហៅដុំដៃឲ្យមករកគាត់តែពេលដែលគាត់ចាប់កាន់បែរជាលើកអត់រួចបន្ទាប់មកម៉ប់ក៏បានប្រាប់ហេតុផលដែលគាត់បានចូលរួមនៅក្នុងក្រុមអ្នកហាត់រាងកាយគឺដោយសារតែម៉ប់ចង់ឲ្យរាងកាយរបស់គាត់នឹងមានសាច់ដុំធំដើម្បីស្រីមើលមកចាប់អារម្មណ៍គាត់ពេលលឺអញ្ចឹងមេក្រុមស្រីនោះក៏បានប្រាប់ទៅកាន់ម៉ប់ថាបើម៉ប់ឯងមិនប្រកែកខាងនឹងផងឈប់ហាត់ទៀតទៅហើយបើចង់ឲ្យស្រីចូលចិត្តមែនម៉ប់គួរតែខំប្រឹងធ្វើខ្លួនឲ្យល្បីទៅនៅពេលចេញពីសាលាម៉ប់ក៏បានជួបនឹងនារីស្រោមមុខ
មុខម្នាក់ហើយនាងក៏បានបញ្ចុះបញ្ចូលគាត់ឲ្យចូលក្រុមសាសនាថ្មីដែលគេទៅនឹងបង្កើតខែមុននេះមកដែលមិនដឹងថាសាសនានោះជាសាសនាអីគាត់ក៏អត់ព្រមនោះទេប៉ុន្តែនារីម្នាក់នោះក៏បានប្រាប់គាត់ថាបើមកចូលមកនឹងល្បីដោយដែលមកចង់បានអញ្ចឹងដល់ពេលលឺអញ្ចឹងមកក៏បានយល់ព្រមឡើងលឿនហ្មងហើយក៏បានទៅជាមួយនឹងនារីម្នាក់នោះយីចាំការទៀតពងចង់ល្បីផងពេលទៅដល់កន្លែងហ្នឹងមេសាសនារបស់ពួកគេហ្នឹងក៏បានចេញមកហើយក៏បានឲ្យស្រោមមុខមួយទៅកាន់មកពាក់ដើម្បីចូលរួមក្នុងសាសនាគេអីហ្នឹងនិយាយទៅស្រោមមុខហ្នឹងពេលពាក់ទៅគឺធ្វើឲ្យមនុស្សមានសេចក្តីសុខហើយសើចរហូតហ្មងដោយសារតែមេសាសនាហ្នឹងបានប្រើធម៌ពលសណ្ដំក្នុងស្រោមមុខហ្នឹងប៉ុន្តែមានអីពេលមកពាក់ហើយគឺធម្មតានិយាយទៅស្រោមមុខហ្នឹងធ្វើអីមកអត់បានទេដោយសារតែមកហ្នឹងគឺគាត់មានធម៌ពលចិត្តរបស់គាត់នឹងការពារតាមពិតទៅមេសាសនានោះគឺជាវិញ្ញាណបិសាចពេលឃើញមកអត់សើចដូចគេអញ្ចឹងគាត់ក៏បានប្រើគ្រប់វិធីដើម្បីធ្វើឲ្យមកសើចប៉ុន្តែនៅតែអត់សើចដដែលមកដោយសារតែធុញខ្លាំងពេកហ្នឹងគាត់ក៏ចង់ចេញទៅផ្ទះវិញព្រោះថាអត់មានឃើញអីដែលអាចធ្វើឲ្យគាត់ល្បីផងខំតែចាញ់បោកដោយសារតែខ្លាចបែកធ្លាយរឿងរ៉ាវទាំងអស់នេះចេញទៅខាងក្រៅមេបិសាចនោះក៏បានប្រែរូបរាងដើមមកវាយប្រហារទៅលើមកប៉ុន្តែដឹងស្រាប់ហើយថាពិតជាធ្វើអីមកអត់បានទេបិសាចនោះក៏បានប្រើមនុស្សដែលត្រូវវាសណ្ដំទៅសង្កត់លើមកថាមពលរបស់មកក៏បានកើនដល់100ហើយមនុស្សទាំងអស់នោះក៏បានអណ្ដែតឡើងលើបិសាចនោះក៏បានហក់មកវាយមកមួយដាច់តែបែរជាដាច់ដៃរបស់វាវិញហើយមកក៏បានប្រើថាមពលរបស់គាត់នឹងផ្ដាច់ដៃផ្ដាច់ជើងបិសាចនោះហើយក៏បានជន់លើមុខវាអូយមកកាច់មែនតែនបិសាចនោះក៏បានបាញ់ថាមពលរបស់វាចេញពីមាត់រួចដុសជើងហើយនឹងដុសដៃខ្លាយទៅជាកំបិតអត់តមិនកាប់មកផងគាត់ក៏បានយកដៃប៉ះទៅលើថ្ងាសបិសាចនោះរួចវាក៏បានផ្ទុះខ្លួនខ្ទេចខ្ទីងាប់បាត់ទៅស្អែកឡើងនៅឯសាលារៀនមានសិស្សពីរក្រុមប្រយុទ្ធគ្នាពេលនោះក្រុមសិស្សពាក់អាវខ្មៅដែលមានមេក្រុមឈ្មោះថាអូនីកាវ៉ារ៉ាបានយកឈ្នះទៅលើក្រុមសិស្សដែលបានពាក់អាវពណ៌ស្វាយដែលមានមេក្រុមឈ្មោះថាអ៊ីដូណូក្រុមសិស្សអាវស្វាយក៏បានហៅមេធំរបស់ពួកគេមកវាយពួកក្រុមអាវខ្មៅមួយប្រព្រឹត្តភ្នែកដេកអស់ដែលមេធំរបស់ពួកគេនឹងគឺមានឈ្មោះថាធឺរូគីដែលគាត់ក៏មានថាពោពិសេសផងដែរចំណែកមកវិញនៅពេលដែលគាត់ភ្ញាក់ពីគេងគាត់ក៏បានឃើញកូនវិញ្ញាណបិសាចមួយមកនិយាយមន់នីងមកកាន់គាត់ឡើងខ្ជូតហ្មងប៉ុន្តែមកគឺគាត់អត់បានខ្វល់ទេហើយមកថែមទាំងបានចាប់បោកវាពី3ដងទៀតព្រោះតាគាត់ស្មានតែយកសពតាមពិតទៅកូនវិញ្ញាណបិសាចហ្នឹងគឺជាបិសាចដែលបានបន្លំខ្លួនទៅជាមេសាសនាដែលមកបានវាយជាមួយការពីមុននឹងឯងប៉ុន្តែអត់ទាន់ងាប់ហើយវាមានឈ្មោះថាឧបកុដែលវាមកទីនេះហ្នឹងគឺដើម្បីសុំដើរតាមជាមួយនឹងមកព្រោះថាឃើញមកខ្លាំងប៉ុន្តែមកគឺគាត់អត់ព្រមទេហើយចង់សម្លាប់វាតែម្ដងឧបកុក៏បានសុំអង្វរមកកុំឲ្យសម្លាប់វាអីដែលវាបានសន្យាថាមិនធ្វើរឿងអាក្រក់ទៀតនោះទេចំណែករឿងលើកមុនហេតុតែវាធ្វើជាសាសនាបង្កើតសាសនាអីហ្នឹងគឺវាគ្រាន់តែមានបំណងចង់ខ្លាចទៅជាព្រះទេមកលឺអញ្ចឹងគាត់ក៏បានយល់ព្រមឲ្យវាដើរតាមជាមួយចំណែកឯនៅ office របស់ Region វិញយើងឃើញថា Region កំពុងតែកម្ចាត់វិញ្ញាណបិសាចមួយចេញពីរូបភាពរបស់ភ្ញៀវគាត់ដោយពេលហ្នឹងយើងក៏បានឃើញថា Region បានយករូបភាពនោះទៅដាក់ចូលក្នុងកម្មវិធី Photoshop ហើយបានលុបរូបខ្មោចនោះចេញហ្មងយីឆ្លាតរបស់គេមែនតា Region បាត់ខ្មោចឆឹងហ្មងភ្លាមនោះមកនឹងឧបកុក៏បានមកដល់ទីនេះផងដែរឧបកុក៏បានសួរទៅកាន់មកថានឹងមិនមែនជាគ្រូរបស់មកមិនមើលទៅមានអារម្មណ៍ថាអត់មានថាមពលខ្លាំងអីជាងមកសោះអញ្ចឹងហើយមកគាត់ក៏បានតបទៅវិញថាជួនកាលគ្រូអាចបង្រៀនសិស្សឲ្យខ្លាំងបានតែមិនប្រកាសថាគ្រូត្រូវតែខ្លាំងជាងសិស្សទេមើលមកនិយាយឡើងកាន់ជើងគ្រូហ្មងមកក៏បានប្រាប់ទៅកាន់លោកគ្រូរបស់គាត់រីចិនថាមានវិញ្ញាណបិសាចមួយហោះមកតាមគាត់រហូតតើគាត់គួរតែធ្វើម៉េចជាមួយវាពេលហ្នឹងរីចិនគាត់ក៏បានកលេចមើលហើយអត់ឃើញអីសោះហើយគាត់ក៏បាននិយាយថាប្រហែលជាវិញ្ញាណបិសាចនោះអន់ខ្លាំងណាស់មើលទៅបានជាគាត់មើលវាអត់ឃើញអញ្ចឹងហើយក៏បានប្រាប់ទៅកាន់មកវិញថាធ្វើអីធ្វើទៅសាច់ទៅចិត្តតាមពិតគ្មានចេះស្អីផងនិយាយធ្វើខ្លាំងអីណាយ៉ាប់ហ្មងរីចិនយើងក៏លេចទៅមើលប្អូនប្រុសរបស់មកវិញដោយឃើញថាមកមានថាមពលកម្លាំងចិត្តខ្លាំងដូចនេះគាត់ក៏បានច្រណែនហើយក៏ចង់មានថាមពលដូចនោះដែររីឯក្រុមអាវខ្មៅវិញពួកគេក៏បានសុំឲ្យពួកអ្នកហាត់រាងកាយជួយពួកគេដើម្បីទៅសងសឹកនឹងក្រុមអាវស្វាយដែលមុននេះបានវាយពួកគេឲ្យរបួសប៉ុន្តែក្រុមអ្នកហាត់រាងកាយមិនយល់ព្រមទេធ្វើឲ្យគ្នាវាម្នាក់ដែលនៅក្នុងក្រុមអាវខ្មៅនឹងខឹងយ៉ាងខ្លាំងហើយក៏បានស្ទុះចេញទៅវាយពួកក្រុមអ្នកហាត់រាងកាយតែត្រូវបានក្រុមអ្នកហាត់រាងកាយចាប់ក្បាលជាប់ដោយមើល
មើលឃើញថាក្រុមខ្លួនមិនអាចតតាំងជាមួយនឹងក្រុមអ្នកហាត់រាងកាយបានពេលនោះមេក្រុមអាវខ្មៅក៏បានឃើញម៉បឈរពីក្រោយតូចជាងគេហើយអត់មានសាច់ដុំរាងកាយល្អដូចគេនោះទេគាត់ក៏បាននាំគ្នារៀបចំផែនការដើម្បីចាប់ម៉បរួចពួកគេក៏បានរៀបចំអន្ទាក់ដោយយកម៉បធ្វើជានុយដើម្បីចាប់ម៉បបានពួកអាវខ្មៅក៏បានសរសេរសម្បត្តិស្នេហាមួយទៅឲ្យម៉បពេលបើកមើលខ្លឹមសារនៅក្នុងសម្បត្តិនោះគាត់ក៏បានរំភើបចិត្តជាខ្លាំងឃើញបែបហ្នឹងឧបកុក៏បានប្រាប់ទៅកាន់ម៉បថាកុំតាន់អានជឿលឿនពេកវាមិនដែរសម្បត្តិមនុស្សស្រីសរសេរណាបញ្ជាក់នៅក្នុងហ្នឹងថាខ្លួនឯងនឹងជាមនុស្សស្រីឡើងច្រើនដងប៉ុន្តែម៉បគាត់អត់ខ្វល់ទេដោយសារតែអត់លិតយូរពេកហើយក៏ដែលមានអ្នកគេណាត់ជួបខ្លួនទៀតអញ្ចឹងហើយគាត់ក៏សម្រេចចិត្តថានឹងទៅតាមការណាត់រីឯក្រុមអាវស្វាយវិញក៏ទទួលបានសម្បត្តិណាត់ជួបដូចគ្នាប៉ុន្តែសម្បត្តិនោះគឺជាសម្បត្តិណាត់ជួបប្រយុទ្ធនៅពេលដែលពួកគេបានទៅដល់កន្លែងណាត់ពួកគេក៏បានឃើញម៉បនៅទីនោះដែរតែម៉បហ្នឹងគាត់ក៏កំពុងតែរងចាំការណាត់របស់គាត់ដែរពួកក្រុមអាវស្វាយក៏បានមកពីក្រោយម៉បហើយចាប់ម៉បយកទៅដោយនឹកស្មានថាម៉បហ្នឹងគឺជាគ្នារបស់ពួកក្រុមអាវខ្មៅថាអត់ជឿឧបកុទេក្នុងពេលនោះដែរពួកក្រុមអ្នកហាត់រាងកាយក៏ទទួលបានសម្បត្តិមួយដូចគ្នាថាពួកក្រុមអាវស្វាយនឹងបានចាប់ម៉បយកទៅបន្ទាប់មកពួកគេក៏បាននាំគ្នាចេញទាំងក្រុមដើម្បីទៅជួយម៉បចំណែកឯម៉បវិញត្រូវបានគេចងជាប់នឹងចំណងហើយនៅជុំវិញខ្លួនសុទ្ធតែពួកក្រុមអាវស្វាយទាំងអស់ឧបកុក៏បានសួរទៅកាន់ម៉បថាមិនក៏អត់ព្រមវាយពួកនឹងហើយរត់គេចចេញទៅម៉បក៏បានតបទៅកាន់ឧបកុថាគាត់អត់ប្រើថាមពលរបស់គាត់នឹងវាយមនុស្សទេព្រោះតែគាត់ស្ដាប់តាមលោកគ្រូរីចិនរបស់គាត់ប្រាប់ភ្លាមនោះគ្នារបស់ក្រុមអាវស្វាយម្នាក់ក៏បានរត់មកប្រាប់មេរបស់ពួកវាថាក្រុមអ្នកហាត់រាងកាយបានមកដល់ទីនេះហើយពេលចេញទៅខាងក្រៅឃើញសត្រូវពួកវាមានមាឌធំសាច់ដុំធំអញ្ចឹងមេក្រុមអាវស្វាយឡើងគៀងហ្មងអត់នឹកស្មានសោះថាគ្នារបស់ម៉បធំអញ្ចឹងនៅពេលដែលស្ថានភាពកំពុងតែប្រឈមមុខដាក់គ្នានឹងម៉បវិញដើរចេញមកឡើងបង្ងើយហ្មងដូចអត់មានរឿងអីកើតឡើងអញ្ចឹងបន្ទាប់ពីបានម៉បមកវិញក្រុមអ្នកហាត់រាងកាយក៏បានចាក់ចេញដោយអត់ចង់មានរឿងប៉ុន្តែពួកក្រុមអាវស្វាយវិញអត់យល់ព្រមទេហើយក៏បានសម្រុកចូលទៅវាយពួកក្រុមអ្នកហាត់រាងកាយតែក្រុមអាវស្វាយក៏បានដេកអស់យើងក៏เลยទៅមើលមេរបស់ពួកអាវស្វាយធរគិវិញកំពុងតែអូកាឡាជាមួយនឹងក្រាស់គាត់កំពុងតែមានក្តីសោកផងគាត់ក៏បានទទួលដំណឹងថាកូនចៅរបស់គាត់នឹងត្រូវគេវាយទៀតហើយនៅពេលដែលធរគិបានទៅដល់កន្លែងកើតហេតុក្រុមអ្នកហាត់សាច់ដុំក៏បានប្រាប់ទៅកាន់ធរគិថាមុននឹងកូនចៅរបស់លោកមករករឿងពួកខ្ញុំមុនហើយឥឡូវសូមបញ្ចប់រឿងត្រឹមហ្នឹងហើយត្រឡប់ទៅវឹកហាត់វិញបានអត់ធរគិអត់ព្រមទេគាត់ក៏ប្រើថាពលចិត្តវិជារបស់គាត់នឹងវាយប្រហារទៅលើក្រុមអ្នកហាត់រាងកាយនោះស្លាប់អស់សល់តែម៉បម្នាក់ដែលកំពុងតែជាប់ចំណងធរគិក៏បានឆ្ងល់ថាមិនបានម៉បជាប់ចំណងអញ្ចឹងម៉បក៏បាននិយាយទៅកាន់ធរគិថាអ្នកមិនគួរប្រើថាពលនេះទៅវាយប្រហារទៅលើមនុស្សធម្មតាអញ្ចឹងទេហើយម៉បក៏បានប្រើថាពលនោះដោះស្រាយចំណងនៅខ្លួនរបស់គាត់ធរគិឃើញអញ្ចឹងក៏សប្បាយយ៉ាងខ្លាំងព្រោះឃើញថាម៉បនឹងមានថាពលដូចខ្លួនអញ្ចឹងដែរហើយគេក៏បានបបួលម៉បដើម្បីប្រយុទ្ធគ្នាប៉ុន្តែម៉បនិយាយថាខ្លួនគាត់អត់ប្រើថាពលនេះទៅវាយប្រហារទៅលើមនុស្សទេហើយក៏បានសុំធ្វើមិត្តជាមួយនឹងធរគិទៀតប៉ុន្តែធរគិនៅតែអត់ព្រមក្នុងខណៈពេលនោះធរគិក៏បានប្រើថាមពលបញ្ជាថ្មជាច្រើនហោះទៅបុកម៉បប៉ុន្តែត្រូវម៉បបង្កើតជាសៀលការពារខ្លួនគាត់កុំឲ្យត្រូវធរគិក៏បានប្រើថាមពលរបស់គាត់នឹងចាប់បោកម៉បឡើងត្រឡប់ទៅលិនដើម្បីឲ្យម៉បនឹងបញ្ចេញថាមពលរបស់គាត់វាយជាមួយនឹងខ្លួនប៉ុន្តែម៉បនៅតែអត់តដៃវិញនោះទេចំណែកឧបកុវិញឃើញចឹងក៏បានប្រើកាឡាខ្លួនឲ្យធំដើម្បីជួយម៉បប៉ុន្តែត្រូវធរគិក៏វាមួយដៃតែបន្តិចរលាយខ្លួនបាត់ធរគិក៏នៅតែបន្តវាយប្រហារទៅលើម៉បបន្ថែមទៀតរហូតដល់បន្ទប់ចុងភៅក្នុងសាលាក្បែរនោះយីវាយអីក៏វាយម៉េះអាងតែគេអត់តដៃមកបែបនេះវ៉ៃពេលនោះធរគិក៏បានបញ្ជាកំបិតឲ្យហោះទៅចាក់ម៉បក៏បានប្រើថាមពលក្រវាកំបិតនោះចេញតែចៃដានអីកំបិតនោះក៏បានហោះទៅឆោបក្បាលធរគិឡើងក៏ឆាប់សក់អស់លីងហ្មងធរគិខឹងយ៉ាងខ្លាំងហើយក៏បានហោះទៅច្វាច់កម៉បដែលធ្វើឲ្យថាមពលរបស់ម៉បនឹងកើនដល់ 100% ហើយថាមពលដែលចេញពីខ្លួនម៉បនោះក៏បានធ្វើឲ្យផ្ទុះសាលាខ្ទេចខ្ទីហោះឡើងទៅលើមេឃហើយថែមទាំងបានធ្វើឲ្យអាវរបស់ធរគិនឹងរលាយអស់សល់តែខ្លួនទទេទៀតមិនដែរចឹងមិនសមមកនៅពេលដែលថាមពលរបស់ម៉បបានធ្លាក់ចុះបន្តិចគាត់ក៏បានសោកស្ដាយដែលថាមពលរបស់គាត់នឹងបានធ្វើឲ្យខ្ទេចខ្ទីកន្លែងនេះគ្មានសល់កំឡុងពេលដែលយំសោកស្ដាយទៅលើកំហុសរបស់ខ្លួនស្ថានភាពនៅក្បែរនោះក៏បានវិលត្រឡប់មកសភាពដើមវិញដោយសារតែកម្លាំងថាមពលចិត្តរបស់ម៉បប៉ុន្តែម៉បគាត់អាចបានដឹងថាខ្លួនគាត់ជាអ្នកធ្វើឲ្យវាដូចដើមវិញនោះទេ
năng ngay này tao khné hướng năng admin có xong mình chọn via thầm năng sần đam mê cầm ai khó khănក្នុងការតាមដានវីដេអូបន្ទាប់អ្នកទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe ដាក់រូបកណ្ដឹងដើម្បីទទួលបានដំណឹងនៅពេលដែល admin upload វីដេអូបន្ទាប់អរគុណច្រើនអ្នកទាំងអស់គ្នាចំពោះការតាមដានស្ដាប់ជម្រាបលាជួបគ្នានៅវីដេអូក្រោយ